កងក្រុមខ្ញុំពួកគាត់ធ្វើបានល្អខ្លាំងមកព្រោះអីការពីសេចក្ដីបងដាក់ខ្ញុំទៅខ្ញុំជួយក្រុមអត់បានខ្ញុំខូចច្រើនមកទៅការប្រកួតសេរីវិញការប្រកួតសេរីនៅ final ហ្នឹងបងយល់ថាការប្រកួតទាំងពីរហ្នឹងមួយណាដែរធ្វើបងមានសម្ពាធឬក៏យ៉ាងណាដែរឬក៏ធម្មតាទេបើសម្រាប់ពេលសេរីជាវាដូចវាងាយស្រួលបងព្រោះខាងខ្ញុំលេងទៅដាច់បន្ទុកច្រើនដល់ពេលដល់វគ្គផ្ដាច់ប្រន់នេះលេងទៅយើងបន្ទុកយើងបដិញសងគ្នាហើយធ្វើយើងពិបាកមើលឃើញដូចពេលដាក់ខ្ញុំទៅគាត់លេងដូចគាត់រៀងអត់សូវខ្លាចគាត់វាយយកដូចដាក់ឡាយទៅគាត់រៀងញើតបាំងហើយអត់សូវហ៊ានវាយខូចច្រើនបើដូចនៅខ្លាំងផងខ្ញុំគឺការមាត់ដាច់ហើយនឹងអានាងបើដូចរដងឲ្យតែខ្ញុំឡើងមកដល់វគ្គផ្ដាច់ព្រាត់ភាគច្រើនខ្ញុំធ្វើបានល្អបាទជួយក្រុមអត់បានពេលចាញ់សេចទី1ហ្នឹងខ្ញុំជួយក្រុមអត់បានបងខ្ញុំខូចបាល់ច្រើនពេកបានធ្វើឲ្យបន្ទុកបដិញសងហើយដល់ពេលចុងក្រោយដូរដាក់មេញឡាយហើយគាត់វាយខូចមួយចាញ់ដល់ពេលហើយដល់ពេលចូលសេចទី2គាត់លេងយើងត្រូវគ្នាហើយយើងដាច់បន្ទុកបងគ្រូគាត់ប្រាប់រហូតបងដូចគាត់ថាដូចរឿងចាប់អានាងអញ្ចឹងខាងគេមានស្មាត់តែ2ទេឆ្វេងហើយស្ដាំព្រោះឌុកគាត់នៅកណ្ដាលគាត់គ្រាន់មកជួយចាប់វីទេដូចជា4ស្មាខ្ញុំធ្លាប់លេងច្រើនដែរបងខ្ញុំលេងក្រៅផ្លូវការហើយដល់ពេលមករយៈចុងក្រោយនេះខ្ញុំអត់សូវបានលេងខ្ញុំហាត់តែ6ដល់ពេលអញ្ចឹងវាក៏រៀងមានផលបាក់នេះខ្ញុំហ្នឹងបាក់យើងដូចការខ្ញុំលេង6ខ្ញុំអត់ចាប់វីទេខ្ញុំឈរវាយបាទដល់ពេលលេង4ខ្ញុំឈរចាប់វីហើយខ្ញុំឡើងវាយអាហ្នឹងជាកត្តាមួយព្រោះណាមួយយើងអត់ដែរហាត់4ទេយើងហាត់តែ6រាល់ថ្ងៃបាទសម្រាប់ខ្ញុំការខ្ញុំពេលនេះខ្ញុំចុងក្រោយខ្ញុំអរគុណដល់សហព័ន្ធហើយនឹងក្រុមហ៊ុន Work ដែលគាត់បានបង្កើតពេលនេះឡើងមកបាទអរគុណត្រយងនាំសារពិតគ្រប់ទីកន្លែង